ដូច្នេះខ្ញុំមានបំណងចង់ហាត់ជីកុងសាលារៀនមានសមាគមឈីគួងមួយប៉ុន្តែគាត់មិនដឹងធ្វើដូចម្ដេចលើកកម្ពស់ខ្ញុំមានសំណាងបានជួបលោកគ្រូមនុស្សខ្លះដែលមានសិលគង់ពិសេសខ្លាំងបង្គួរបានទៅទីនោះពេលនោះខ្ញុំគិតថាអ្វីដែលខ្ញុំស្វែងរកជាក់ស្ដែងគឺជាគាត់ថ្ងៃទី11ខែមិនិនាឆ្នាំ1979កាសែតប្រចាំថ្ងៃស៊ីឈួនបានចុះផ្សាយអត្ថបទមួយរាយការណ៍ដោយអ្នកសារព័ត៌មានចាងណៃមីងរកឃើញថាកុមារម្នាក់នៅស្រុកតាជូអាចប្រើត្រចៀកសម្គាល់អក្សរនៅខែបន្ទាប់កាសែតបច្ចេកវិទ្យាអានហួយកាសែតបច្ចេកវិទ្យាប៉េកាំងនិងកាសែតផ្សេងៗទៀតរាយការណ៍ដោយតម្លៃថារកឃើញកុមារមានសិលគង់ពិសេសថ្មមួយដុំបង្កើតរលក 1000 ជើងយ៉ាងឆាប់រហ័សមនុស្សបានកត់សម្គាល់លើឈីកុងដែលជាកម្មវិធីសុខភាពប្រពៃណីចិនឈីកុងមានប្រវត្តិដ៏យូរលង់ក្នុងប្រទេសរបស់ខ្ញុំពីតម្រាប់សត្វទាំង5របស់ហួរធัวរហូតដល់កណ្ដាប់ដៃថៃជីរបស់ចាងសានហ្វឹងពីប៉ាគួជូយីហួងទីណេស៊ីងដែលបន្សល់ទុកមកពីសម័យបុរាណរហូតដល់ធម្មខានិកាយផ្សេងៗជាច្រើនរបស់ពីវង្សពុទ្ធនិងតាវក្នុងប្រវត្តិសាស្ត្រនៃអរិយធម៌ 5000 ឆ្នាំដ៏យូរលង់របស់ប្រទេសចិនពន្លឺនៃបញ្ញាទាំងនេះបានភ្លឺឡើងគ្រប់ទីកន្លែងប៉ុន្តែពន្លឺនៃអរិយធម៌ដែលធ្លាប់បានដឹកនាំអរិយពេលរាប់ពាន់ឆ្នាំមកនេះបានស្រកចុះបន្តិចម្ដងក្នុងសម័យទំនើបនេះចក្រភពដែលធ្លាប់មានអំណាចខ្លាំងអស់កលត្រូវចាប់ផ្ដើមរងនូវជោគវាសនានៃភាពអាម៉ាស់ជាតិសាសន៍ចិនដើម្បីសង្គ្រោះជោគវាសនាប្រទេសចិននិងទប់ទល់ការឈ្លានពានរបស់បរទេសបាននាំចូលបច្ចេកវិទ្យាលោកខាងលិចដើម្បីពង្រឹងកម្លាំងយោធានិងប្រទេសជាតិយូរទៅមនុស្សចំពោះអត្ថន័យពិតប្រាកដនៃអរិយធម៌បុរាណចិនដែលមានអាថ៌កំបាំងដ៏ជ្រាលជ្រៅគឺអាចយល់ដឹងបានកាន់តែតិចទៅពីមួយថ្ងៃទៅមួយថ្ងៃមនោគតិវិទ្យាសាស្ត្រនិម្មិតមករៀនមកពីលោកខាងលិចសន្សឹមបានគ្រប់គ្រងខួរក្បាលរបស់មនុស្សជាពិសេសក្នុងអំឡុងពេល10ឆ្នាំមហាបដិវត្តន៍ដែលប្រពៃណីនិងវប្បធម៌បុរាណចិនត្រូវទទួលរងការរិះគន់ហើយត្រូវបានដាក់ឈ្មោះថាចាស់4និងអបិយជំនឿសក្តិភូមិនេះបានធ្វើឲ្យមនុស្សស្ទាក់ស្ទើរក្នុងការស្វែងយល់អំពីទាំងនេះខ្លឹមសារនៃវប្បធម៌ប្រពៃណីដ៏ល្អជាច្រើនជាបន្តបន្ទាប់ត្រូវបានបាត់បង់និងស្ទើរតែរលាយបាត់ទាំងស្រុងប៉ុន្តែចង់លុបបំបាត់ចោលទាំងស្រុងនូវវប្បធម៌ចំណាស់រាប់ពាន់ឆ្នាំដែលបានស្នងបង្រៀនមកនេះពីបេះដូងរបស់មនុស្សគឺមិនមែនជាស្នាដៃសាមញ្ញឡើយនៅចុងទសវត្សរ៍70បាតុភូតសិលគង់ពិសេសស្រាប់តែលេចឡើងនៅប្រទេសចិនដីគោកហើយភ្លាមមនុស្សចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវានៅក្នុងការិយាល័យភ្នែកកែសម្រួលសហសម័យអ្នកកែសម្រួលទាំងអស់ប្រហែល 7-8 នាក់គឺនៅទីនោះពួកគេទាំងអស់បច្ចុប្បន្នសុទ្ធតែមានឈ្មោះល្បីអ្នកនិពន្ធដ៏ល្បីលោកចឹងអ៊ីបានចែករំលែកជាមួយយើងថាគាត់បានឃើញដោយផ្ទាល់នៅបាតុភូតសិលគង់ពិសេសគាត់សម្ដែងស្ដារឡើងវិញនៅនៃមួយបានមួយសន្លឹកអ្នកកែសម្រួលម្នាក់បានយកនៃមួយបានមួយចេញពីថតឯកសាររបស់គាត់ហើយប្រគល់ឲ្យខ្ញុំចុះហត្ថលេខាខ្ញុំបានចុះហត្ថលេខាឈ្មោះរបស់ខ្ញុំនៅលើនៃមួយបាននោះគាត់ប្រាប់ខ្ញុំឲ្យដាក់វាចូលក្នុងមាត់ហើយទំពាខ្ញុំក៏ធ្វើតាមហើយទំពាคล้ายជាម្សៅមួយដុំនឹងបានលេបចូលមួយបំណែកតូចផងដែរបន្ទាប់មកគាត់រមៀលវាយ៉ាងនេះនៅលើដៃហើយគ្រប់វានឹងផ្លាស់ទីវាយ៉ាងនេះរួចហូរមួយភ្លាមក៏លេចចេញនៃមួយបានមួយប្រព្រឹត្តភ្នែកលេចចេញនៃមួយបានមួយហត្ថលេខាដោយប៊ិចនោះនៅតែនៅលើវាដដែលវេទមន្តនេះខ្ញុំគិតថាពិបាកធួនណាស់ដោយសារទី1ខ្ញុំជាមនុស្សដែលមានការជឿជាក់ខ្ញុំមិនមែនជាជំនួយការរបស់ពួកគាត់ទេលើសពីនេះទៀតគឺខ្ញុំដោយផ្ទាល់ដាក់វាចូលក្នុងមាត់ចុងក្រោយហេតុម្ដេចក៏លេចចេញមកជាងនេះទៀតហត្ថលេខារបស់ខ្ញុំនៅតែនៅលើវាដដែលខ្ញុំគិតថាចំពោះបាតុភូតនេះវត្ថុនិយមគ្មានវិធីពន្យល់បានទេពេលបាតុភូតសិលគង់ពិសេសលេចឡើងទស្សនវិជ្ជាវត្ថុនិយមមិនអាចពន្យល់អំពីវាបានទេប៉ុន្តែវាទាក់ទាញការចាប់អារម្មណ៍ពីមន្ត្រីជាន់ខ្ពស់កុម្មុយនីសចិនដែលប្រើលទ្ធិម៉ាក់លេនីនិយមនិងលទ្ធិគ្មានអាទិទេពឃោសនាគ្រប់គ្រងមនោគតិមនុស្សក្រោយពេលរបាយការណ៍នៃកុមារប្រើត្រចៀកអាណសរត្រូវបានចុះផ្សាយមិនដល់2ខែផងនៅថ្ងៃទី5និង18ខែឧសភាឆ្នាំ1979កាសែតរិនមីងចុះផ្សាយអត្ថបទរិះគន់ជាបន្តបន្ទាប់ត្រចៀកអាណសរគឺគួរឲ្យអស់សំណើចមិនសមហេតុផល
រំលោភលើសុភមង្គលវិទ្យាសាស្ត្រទាំងស្រុងប្រឆាំងវិទ្យាសាស្ត្រនិងធ្វើឲ្យបាក់មុខជនជាតិចិនទន្ទឹមនឹងការត្រួតពិនិត្យនិងរិះគន់របស់កាសែតនាយកដ្ឋានមជ្ឈិមប្រកាសថាការផ្សព្វផ្សាយបាតុភូតត្រចៀកអានអក្សរគឺប្រឆាំងវិទ្យាសាស្ត្រគឺជាការរស់ឡើងវិញនៅអបិយជំនឿសក្តិភូមិក្រោយមកកាសែតស៊ីឈួនរិះគន់ខ្លួនឯងលេខាបកខេត្តស៊ីឈួនពេលនោះក៏ត្រូវបង្ខំឲ្យពិនិត្យខ្លួនឯងប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រដែលតំណាងដោយអ្នកដឹកនាំវិទ្យាសាស្ត្រឈៀនសៀសិនបានគាំទ្រសើកុងពិសេសនិងជីកុងតាមរយៈការស្រាវជ្រាវអំពីវិស័យដែលមិនទាន់ដឹងនេះនិងទស្សនៈអភិវឌ្ឍវិទ្យាសាស្ត្រគោលគំនិតនៃវិទ្យាសាស្ត្ររាងកាយមនុស្សត្រូវបានស្នើឡើងឈីកុងនិងសិលគង់ពិសេសកាយមនុស្សផ្ទុកនូវគោលសិលធម៌មូលដ្ឋានបំផុតនៃវិទ្យាសាស្ត្រកាយមនុស្សវាជំរុញឲ្យមានបរិបទវិទ្យាសាស្ត្រដែលជាជំហានលោតមួយដ៏សំខាន់សម្រាប់មនុស្សយល់ដឹងអំពីហេតុធម្មជាតិជាក់ស្ដែងនៅខែកុម្ភៈឆ្នាំ1980នាយកដ្ឋានការសម្រួលទស្សនវិស័យធម្មជាតិរៀបចំសិក្ខាសាលាដំបូងស្ដីពីសិលគង់ពិសេសកាយមនុស្សនៅសៀងហៃកិច្ចប្រជុំអញ្ជើញមនុស្សដែលមានសិលគង់ពិសេសធ្វើពិសោធន៍នៅនឹងកន្លែងពេលនោះហ៊ូយ៉ាវប៉ាងប្រធានគណៈកម្មាធិការកុម្មុយនីសចិនក៏បញ្ជូនប្រតិភូចូលរួមវាយតម្លៃគាត់បានផ្ញើលេខារបស់គាត់នៅគំរូអក្សរមួយចំនួនដែលគាត់សរសេរដោយផ្ទាល់ដើម្បីទុកឲ្យមនុស្សមានសិលគង់ពិសេសទាំងនោះសម្គាល់ប្រសិនអាចសម្គាល់បានអង្គប្រជុំគឺអនុញ្ញាតឲ្យបើកបង្កប់នៃទូទៅបែបនេះប្រសិនមិនអាចសម្គាល់អក្សរនេះបានឬកត់ត្រាត្រូវបានបើកនោះគណៈកម្មាធិការមជ្ឈិមអាចនឹងសម្រេចចិត្តលុបចោលសកម្មភាពនេះការធ្វើពិសោធន៍នៅសៀងហៃនោះបានប្រមូលផ្ដុំមនុស្សមានសិលគង់ពិសេសកម្រិតខ្លាំងបង្គួរមកពីទូទាំងប្រទេសហើយមានលទ្ធផលគួរឲ្យចាប់អារម្មណ៍នៅនឹងកន្លែងពេលនោះលេខារបស់ហ៊ូយ៉ាវប៉ាងទូរស័ព្ទប្រាប់គាត់ថាពួកគេសម្គាល់បាននៅគំរូអក្សររបស់លោកហើយហ៊ូយ៉ាវប៉ាងឮភ្លាមក៏ប្រាប់លេខារបស់គាត់ឲ្យប្រញាប់ត្រឡប់មកវិញដើម្បីផ្ទៀងផ្ទាត់ថាគំរូអក្សរដែលគាត់បានសរសេរនោះគឺស្ថិតក្នុងត្រាបិទដដែលឮថាលេខានោះបានយកគំរូអក្សរនោះត្រឡប់ទៅពេលកាំងវិញឲ្យហ៊ូយ៉ាវប៉ាងពិនិត្យមើលគំរូអក្សរនោះគឺគាត់ជាអ្នកបិទត្រាដោយផ្ទាល់ដៃត្រានៅបិទដដែលប៉ុន្តែគំរូអក្សរទាំងនោះត្រូវបានមនុស្សដែលមានសិលគង់ពិសេសមើលឃើញបានអ្នកជំនាញបានឯកភាពថាកិច្ចប្រជុំបានដោះស្រាយភាពចម្រូងចម្រាសឆ្នាំ1979អំពីត្រចៀកអានអក្សរកិច្ចប្រជុំលើកនេះជាដំណាក់កាលថ្មីមួយនៃការស្រាវជ្រាវរបស់ប្រទេសយើងដែលបោះជំហានចូលក្នុងសិលគង់ពិសេសកាយមនុស្សទោះយ៉ាងនេះក្តីសម្លេងប្រឆាំងមួយចំនួនបានលេចឡើងអ្នកខ្លះមិនអើពើលើលទ្ធផលនៃបរិបទវិទ្យាសាស្ត្រតាមបែបទស្សនវិជ្ជាកម្រិតខ្ពស់នោះទេហើយរិះគន់លើការស្រាវជ្រាវអំពីសិលគង់ពិសេសកាយមនុស្សនិងចោទសួរថាតើវាជាវិទ្យាសាស្ត្រឬវិទ្យាសាស្ត្រក្លែងបន្លំតើវាជាវត្ថុនិយមនៃទស្សនវិជ្ជាម៉ាកនិយមឬឧត្តមគតិនិយមនៃទស្សនវិជ្ជាប្រឆាំងលទ្ធិម៉ាកនិយមពេលនេះ10ឆ្នាំមហាបដិវត្តន៍វប្បធម៌ប្រទេសចិនទើបតែបញ្ចប់វិស័យសិល្បៈវិស័យសិក្សានិងវិទ្យាសាស្ត្រសុទ្ធតែស្ថិតក្នុងបរិយាកាសដ៏រស់រវើកនិងបើកចំហក្រោយពីការរងទុក្ខដោយការបំពុលនៃមនោគតិឆ្វេងនិយម10ឆ្នាំមនុស្សចាប់ផ្ដើមពិនិត្យមើលខ្លួនឯងឡើងវិញនិងពិនិត្យផ្លូវដែលធ្លាប់បានដើរពីមុនហើយប្រកាន់យកអកប្បកិរិយានៃហេតុធម្មជាតិជាក់ស្ដែងដើម្បីប្រព្រឹត្តចំពោះបាតុភូតជីកុងនិងសិលគង់ពិសេសកាលពីអតីតកាលបាតុភូតឈីកុងត្រូវបានច្រានចោលនិងចោទប្រកាន់ថាជាព្រះបិសាចដោយសារគេមិនធ្លាប់ឃើញដូច្នេះក៏ជឿតាមការនិយាយបែបនោះបន្ទាប់ពីប្រជាប្រិយភាពឈីកុងបានចាប់ផ្ដើមឈីកុងបានបង្ហាញថាវាគឺផ្ដើមផលប៉ះពាល់ជាពិសេសចំពោះមនុស្សដែលឈឺគាត់ហាត់កូនកាលណាគាត់មានអារម្មណ៍ផាសុកភាពគាត់មានអារម្មណ៍ល្អប្រសើរឡើងបន្ទាប់មកអ្នកទៅមន្ទីរពេទ្យពិនិត្យឃើញថារាងកាយនិងសរីរាង្គខាងក្នុងមួយចំនួនបានកើតឡើងការផ្លាស់ប្រែនេះគឺជាអ្វីដែលអាចផ្ទៀងផ្ទាត់និងត្រួតពិនិត្យបានដូច្នេះគាត់មិនអាចមិនជឿឈីកុងនេះគឺផ្ដើមផលប៉ះពាល់មេដឹកនាំមជ្ឈិមម្នាក់បានឃើញផ្ទាល់នៅសិលគង់អភូតហេតុគាត់បានផ្ញើលិខិតមួយឲ្យហ៊ូយ៉ាវប៉ាងលិខិតនោះបានសរសេរថាក្រឡេកមើលប្រវត្តិនៃការអភិវឌ្ឍវិទ្យាសាស្ត្រនៅពេលដែល Copernicus ស្នើទ្រឹស្ដីព្រះអាទិត្យនៅកណ្ដាលចក្រវាឡ Galileo មករក្សារឹងមាំទ្រឹស្ដីផែនដីបង្វិល Einstein ស្នើទ្រឹស្ដីទំនាក់ទំនង Morgan ស្នើទ្រឹស្ដីដំណពូជវិទ្យាសុទ្ធតែបានជួបការរិះគន់យ៉ាងចាស់ដៃពីកម្លាំងលោកីអ្នកដែលគាំទ្រទ្រឹស្ដីថ្មីនេះជួនកាលថែមទាំងបាត់បង់ជីវិតទៀតផង
បាតុភូតមួយចំនួនដែលទ្រឹស្ដីចាស់មិនអាចបញ្យល់បានជាញឹកញាប់គឺជាសញ្ញាណនៃតម្រូវការអភិវឌ្ឍវិទ្យាសាស្ត្របន្ថែមទៀតមិនយូរប៉ុន្មានហ៊ូយ៉ាវប៉ាងបានណែនាំនាយកដ្ឋានឃោសនាមជ្ឈិម CCP ឲ្យប្រកាន់គោលចំហមួយគឺមិនផ្សព្វផ្សាយមិនពិភាក្សាមិនរិះគន់អំពីជីកុងនិងសិលគង់ក្នុងពេលដំណើរគ្នាអនុញ្ញាតឲ្យមនុស្សមួយចំនួនតូចធ្វើការស្រាវជ្រាវនេះជាភាពយន្តមួយដែលមានប្រជាប្រិយភាពនៅដើមទសវត្សរ៍ទី 80 ភាពយន្តនេះបង្ហាញអំពីសិល្បៈក្បាច់គុនដ៏អស្ចារ្យនិងរឿងវេទមន្តដែលបំផុសគំនិតយុវជននិងពង្រីកទស្សនៈពិភពលោករបស់ពួកគេដ៏សំខាន់កាលនៅអនុវិទ្យាល័យរឿងវត្តសោលីងត្រូវបានគេចាក់បញ្ចាំងពេលនោះខ្ញុំចាប់អារម្មណ៍លើវាជាពិសេសហើយយ៉ាងឆាប់រហ័សខ្ញុំអាចយល់បានយ៉ាងស៊ីជម្រៅអំពីប្រវត្តិដ៏យូរលង់នៃវប្បធម៌ក្បាច់គុនចិនខ្ញុំបានមើលវាច្រើនដងណាស់មើលម្ដងមិនគ្រប់គ្រាន់ទេខ្ញុំមើលវាជាច្រើនដងចាប់ពីពេលនោះមកដរាបណាមានតាក់ទងអំពីក្បាច់គុននិងឈីគង់ដូចជាសិភៅនិងទស្សនាវដ្តីខ្ញុំទិញមកអានទាំងអស់ឲ្យតែអាចរកបានពេលនោះសាលាមានសមាគមឈីកុងសាលាបានអញ្ជើញគ្រូឈីកុងជាច្រើនពីសង្គមនេះដែលគ្រូឈីកុងខ្លះចេញសាធារណៈនិងខ្លះមិនចេញសាធារណៈអញ្ជើញមកសាលាពួកយើងដើម្បីផ្ដល់របាយការណ៍និងបានអញ្ជើញមនុស្សមានសិលគង់ពិសេសមួយចំនួនមកសម្ដែងអំពីរឿងរ៉ាវមួយចំនួនពួកគាត់សម្ដែងដោយផ្ដោតលើទស្សនៈវប្បធម៌ជាចម្បងរួមមានដូចជាវិទ្យាសាស្ត្របុរាណចិនខ្សែវ៉ាន់ជូយីប៉ាខ្វានិងទស្សនីយបាតុភូតវិសាមញ្ញមួយចំនួនសម្ដែងអំពីទស្សនៈដែលខុសគ្នាទាំងស្រុងពីវិទ្យាសាស្ត្រលោកខាងលិចដូចជាអំពីទស្សនៈចក្រវាលទស្សនៈជីវិតមនុស្សនិងទស្សនៈសភាវៈជាដើមនេះនាំឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ចិនចំពោះមនុស្សចាស់ភាគច្រើនឈីកុងតែទិញពួកគាត់នៅត្រង់អត្តពលអពូតហេតុកម្ចាត់ជំងឺកាយសម្បត្តិរបស់វាជាពិសេសគណៈពេលដែលវិទ្យាសាស្ត្រទំនើបគ្មានវិធីដោះស្រាយបានចំពោះជំងឺពិបាកស្មុគស្មាញជាច្រើនដូច្នេះការលេចឡើងនៃឈីកុងគឺដែលអត់សង្ស័យបានផ្ដល់ខ្សែសង្គ្រោះជីវិតដល់មនុស្សទាំងនោះដែលទទួលរងឈឺចាប់ដោយជំងឺនៅពាក់កណ្ដាលមហាបដិវត្តន៍វប្បធម៌ការចិត្តខ្ញុំរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្រោយគ្រប់យ៉ាងបានផុតទៅខ្ញុំធ្លាក់ខ្លួនឈឺនៅដើមទសវត្សរ៍ 80 ខ្ញុំបានបាត់បង់ក្តីសង្ឃឹមទាំងស្រុងសម្រាប់ខ្លួនឯងខ្ញុំធ្វើការនៅមន្ទីរពេទ្យប្រទេសចិនដូច្នេះងាយទទួលបានថ្នាំនិងពិនិត្យជំងឺណាស់ប៉ុន្តែការព្យាបាលជាច្រើនគ្មានប្រសិទ្ធភាពគ្មានថ្នាំណាមានប្រសិទ្ធភាពសម្រាប់ខ្ញុំទេពេលនោះឈីកុងល្បីល្បាញណាស់ក្នុងសង្គមឈីកុងជាប្រធានបទដែលគេតែងតែនិយាយគ្នាមិនថានៅតាមបណ្ដាឧទ្យានសាធារណៈឬកន្លែងធ្វើការបន្ទាប់មកខ្ញុំបានលើកពិធីករទូរទស្សន៍និយាយថាពួកគាត់សុទ្ធតែហាត់ឈីកុងនិងនិយាយថាម្នាក់ក្នុងចំណោមនោះគឺជាអ្នកជំងឺមហារីកថ្លើមដែលគ្រូពេទ្យបានប្រាប់គាត់ថាគាត់អាចរស់បានត្រឹមតែរយៈពេលដ៏ខ្លីប៉ុន្តែដោយសារគាត់បានហាត់ឈីកុងបច្ចុប្បន្នរាងកាយរបស់គាត់កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃបច្ចុប្បន្ន3ឆ្នាំបានកន្លងផុតរួចហើយគាត់នៅតែមានសុខភាពល្អពីមួយថ្ងៃទៅមួយថ្ងៃពេលនោះខ្ញុំគិតថាមហារីកថ្លើមរបស់គាត់អាចជាសះស្បើយអាចជំងឺរបស់ខ្ញុំនេះមិនបានបញ្ជាក់ថាជាមហារីកទេទោះបីវាជាមហារីកខ្ញុំក៏អាចមានឱកាសច្រើនក្នុងការជាសះស្បើយឱកាសដ៏មិននឹកស្មានដល់នេះនាំឲ្យមានការរកឃើញដ៏សំខាន់មួយខ្ញុំបានដឹងថាគ្មានថ្នាំណានៅលើโลกនេះដែលអាចសង្គ្រោះជីវិតខ្ញុំឬព្យាបាលជំងឺខ្ញុំបានទេដូច្នេះឈីកុងគឺជាសង្ឃឹមតែមួយគត់របស់ខ្ញុំដូច្នេះខ្ញុំមានប្រាថ្នាចង់ហាត់ឈីកុងគឺបែបនេះតាមរយៈការទាញយកប្រយោជន៍ពីវេលាមេឃប្រយោជន៍ដីនិងសន្តិភាពមនុស្សឈីកុងបានក្លាយជាកំណប់ទ្រព្យរបស់ជាតិសាសន៍ចិនដែលមានភាពពេញនិយមយ៉ាងលឿននៅក្នុងប្រទេសចិនដីគោកភាពពេញនិយមរបស់ឈីកុងបានរីកសាយទូទាំងប្រទេសតើឈីកុងគឺជាអ្វីឲ្យពិតប្រាកដហេតុអ្វីបានជាវាមានអំណាចអភូតហេតុដូច្នេះមិនមានការវិភាគពិតប្រាកដត្រូវបានធ្វើឡើងទេសូម្បីតែគ្រូឈីកុងខ្លួនឯងមួយចំនួនក៏មិនសូវយល់ច្បាស់អំពីមូលហេតុពិតប្រាកដនេះធ្វើឲ្យឈីកុងលាក់នៅក្នុងអាថ៌កំបាំងកាន់តែជ្រៅក្រោយមកបាតុភូតជាច្រើនបានលេចឡើងដូចជាពីគូការបញ្ចេញគង់ដោយខ្លួនឯងនិងសិលគង់ទទួលដឹងកាយជាដើមខ្ញុំខ្លួនឯងមានអារម្មណ៍ដឹងប៉ុន្តែពន្យល់មិនច្បាស់លាស់ខ្ញុំនៅចាំថាបន្ទាប់ពីគ្រូឈីកុងនោះមកដោយសារខ្ញុំចង់ដឹងយ៉ាងម៉ត់ចត់ថាតើគាត់ព្យាបាលជំងឺយ៉ាងដូចម្តេចខ្ញុំក៏សួរគាត់ថាតើលោកព្យាបាលជំងឺយ៉ាងដូចម្តេចគាត់ប្រាប់ថាដើម្បីព្យាបាលជំងឺនេះអ្នកគ្រាន់តែត្រូវការភាពក្លាហានបន្ទាប់ពីអ្នកមានភាពក្លាហានអ្នកជាន់ជើងរបស់អ្នកហើយនិយាយថាព្យាបាលជាហើយបន្ទាប់មកអ្នកសួរគាត់ថាជាហើយឬនៅគាត់គឺបានជាហើយប្រសិនអ្នកមានភាពក្លាហានអ្នកនឹងអាចព្យាបាលបានដូច្នេះមិនមានទ្រឹស្ដីអ្វីនៅពីក្រោយវាទេគាត់មិនដឹងថាគាត់ព្យាបាលដូចម្តេច
ក្នុងអំឡុងពេលពេញនិយមនេះមនុស្សគ្រប់គ្នាតែងតែពិចារណាថាតើឈីគង់ជាប្រភេទបាតុភូតអ្វីថាតើវាមានអកម្បាំងអ្វីនៅពីក្រោយឬពួកគេហាត់ក្រៅពីដើម្បីសុខភាពតើនៅចង់យល់ច្បាស់អំពីអ្វីផ្សេងទៀតឬចុងក្រោយរកឃើញថាគឺអំពីរបៀបហាត់អំពីការផ្សព្វផ្សាយជាសកលអំពីការលើកកម្ពស់និងអំពីការប្រើពិសោធន៍វិទ្យាសាស្ត្រដើម្បីបញ្ជាក់ការពិតប៉ុន្តែទាំងអស់នេះនៅតែមិនអាចនិយាយច្បាស់បញ្ហាបច្ចេកវិទ្យាសាស្ត្រគ្រាន់តែអាចបញ្ជាក់អំពីផ្នែកមួយនៃដំណើរការរបស់ឈីគង់ប៉ុណ្ណោះប៉ុន្តែមិនអាចយល់ដឹងអំពីបទច្បាប់នៃធាតុដើមរបស់ឈីគង់ឡើយដូច្នេះភាពពេញនិយមរបស់ឈីគង់បានជំរុញឲ្យមានការឆ្លុះបញ្ចាំងបន្ថែមទៀត មនុស្សមួយចំនួនកេងប្រវ័ញ្ចក្នុងការហាត់គង់ដោយមានចំណង់ព្យាបាលជំងឺចំណង់សិលគង់ចំណង់ទ្រព្យសម្បត្តិហើយខ្លែងបន្លំក្រំលេះផ្សេងធ្វើឲ្យមនុស្សកើតមានការសង្ស័យនិងភ័ន្តច្រឡំលើប្រភពដើមរបស់ឈីគង់និងធ្វើឲ្យមានភាពច្របូកច្របល់កាន់តែច្រើនឡើង ការបញ្ចេញគង់ដោយខ្លួនឯងពេញនិយមណាស់នៅពេលនោះមនុស្សដែលមានស្ថានភាពជាក់លាក់មួយក្រុមការណែនាំរបស់គ្រូឈីគង់ប្រាប់មនុស្សឲ្យរមៀលពីដៃនិងឲ្យទះខ្លាំងកន្លែងណាដែលឈឺសូម្បីស្ត្រីចំណាស់ក៏សុទ្ធតែអាចរាំនេះធ្វើឲ្យមានភាពរញ៉េរញ៉ៃជាច្រើនជាទូទៅពួកគាត់សម្ដែងគង់គឺដោយបែបនេះដំបូងបង្រៀនមួយសំណុំចលនាបន្ទាប់មកសម្ដែងអំពីគោលសិលធម៌គង់នៃឈីគង់បន្តមកទៀតតបភ្ជាប់ព័ត៌មានពេលខ្លះប្រាប់មនុស្សឲ្យយកតាមពេងមួយជាមួយទឹកខ្លះគាត់បញ្ចេញគង់គឺហៅថាព័ត៌មានទឹកមានដំណាក់កាលមួយវាត្រូវបានប្រើសម្រាប់ការព្យាបាលខ្ញុំបានទៅចូលរួមថ្នាក់ឈីគង់គ្រូឈីគង់បង្រៀនបច្ចេកទេសដូចជារុញបំពេញនិងដោះលែងជាដើមពេលនោះខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះស្នៀតមួយឈ្មោះថាអតិទេពសន្ធប់ចាប់ក្រោយរៀនរួចខ្ញុំបានសាកល្បងវាលើគ្រួសាររបស់ខ្ញុំពេលត្រឡប់ទៅស្រុកកំណើតស៊ីឈួនប៉ុន្តែបច្ចេកទេសនេះគ្មានប្រសិទ្ធភាពខ្ញុំគ្រាន់តែងប់ងល់ជាមួយសកម្មភាពបែបនេះប៉ុន្តែអ្នកដឹងថាសកម្មភាពទាំងនេះអាចមានប្រសិទ្ធភាពក្នុងបរិបទជាក់លាក់ប៉ុន្តែតើអ្នកបានរៀនអ្វីពិតប្រាកដទេអ្នកមិនទេ មនុស្សខ្លះគិតថាតាមរយៈអ្វីដែលពេញនិយមឬមនុស្សគ្រប់គ្នាចូលចិត្តនោះគាត់អាចបើកដំណើរការអាជីវកម្មនោះគាត់អាចរកលុយបានមានគ្រូឈីគង់ខ្លែងខ្លាយខ្លះប្រើឈីគង់ខ្លែងបន្លំដើម្បីបោកមនុស្សគាត់កេងប្រវ័ញ្ចប្រភេទចិត្តសាស្ត្រនិយមនោះរបស់មនុស្សដើម្បីរកឱកាសបានចំណេញគាត់មិនចេះឈីគង់តែអះអាងថាចេះឈីគង់ដែលគាត់ហាត់នោះមិនមែនជាឈីគង់ពិតប្រាកដគាត់បានចងក្រងអ្វីបន្តិចដើម្បីបោកប្រាស់មនុស្សប្រកបណាស់វាមានផលប៉ះពាល់តូចតិចតួចគាត់កំពុងលេឡំរបស់ពិតជាមួយរបស់ខ្លែងបន្លំមានមនុស្សជាច្រើននិយាយថាបញ្ចេញឈីគឺអាចព្យាបាលជំងឺតើអាចព្យាបាលជំងឺឬអត់វាអាចផ្ដើមផលប៉ះពាល់តូចតិចតួចប៉ុន្តែគាត់គ្មានជំនាញមូលដ្ឋានដូច្នេះមិនអាចព្យាបាលជំងឺបានគាត់ទៅគ្រប់កន្លែងបង្អួតខ្លួនបោកប្រាស់ប្រភេទមនុស្សនេះមានបន្តិចដែលបង្កអត្ថប្រយោជន៍ដល់អាក្រក់កំណាចគាត់យកការពិតធ្វើคล้ายជាអាក្រក់ គណៈពេលសង្គមមានមតិផ្សេងគ្នាអំពីឈីគង់ពិព័រណ៍សុខភាពបូព៌ាឆ្នាំ92បានធ្វើឡើងនៅពេលកាន់មនុស្សមានសំណាងបានចូលរួមពិព័រណ៍លើកនេះហើយភ្លាមបានកត់សម្គាល់ចំពោះធម្មខណ្ឌមួយគឺកុងហ្វាអភូតហេតុដែលខុសគ្នាពីគេ ខ្ញុំបានឃើញគ្រូឈីគង់ដ៏វ័យក្មេងម្នាក់គាត់សង្ហាណាស់ហើយអាកប្បកិរិយារបស់គាត់ចំពោះមនុស្សគឺសប្បុរសណាស់ដូច្នេះលក្ខណៈរបស់គាត់មានភាពតាក់ទាញមិនគួរឲ្យជឿខ្ញុំបានក្រឡេកមើលជុំវិញគាត់ក្នុងស្តង់ពិព័រណ៍របស់គាត់មានបង្ហាញនៅរូបថតគាត់អង្គុយសមាធិស្លៀកសម្លៀកបំពាក់ពណ៌លឿងរូបថតកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន និងរូបថតកិច្ចសម្ភាសនៅក្នុងទូរទស្សន៍ជាដើមខ្ញុំដឹងថានេះគឺជាហ្វាឡុនកុងបន្ទាប់មកខ្ញុំទាញសៀវភៅកំណត់ត្រាមួយចេញពីហោប៉ៅសូមលោកគ្រូចុះហត្ថលេខាលោកគ្រូបានសរសេរឲ្យខ្ញុំលីហុងជឺស្ថាបនិកហ្វាឡុនកុងថ្ងៃទី21ខែធ្នូឆ្នាំ1992នៅឯពិព័រណ៍លោកលីហុងជឺនិងសិស្សរបស់គាត់បានប្រើសិលគង់អច្ឆរិយៈដើម្បីព្យាបាលជំងឺមនុស្សជាច្រើន ហ្វាឡុនកុងអស្ចារ្យណាស់ព័ត៌មានរីកសាយនៅក្នុងចំណោមអ្នកទស្សនាលោកលីរូសុងអគ្គមេបញ្ជាការតាំងពិព័រណ៍បាននិយាយថាហ្វាឡុនកុងទទួលបានការកោតសរសើរច្រើនបំផុតនៅឯពិព័រណ៍ប្រសិទ្ធភាពព្យាបាលជំងឺគឺល្អប្រធានទីប្រឹក្សាជាងសៀគួយបាននិយាយថាខ្ញុំក្នុងនាមជាប្រធានទីប្រឹក្សានៃពិព័រណ៍សូមណែនាំហ្វាឡុនកុងដោយទទួលខុសត្រូវដល់អ្នករាល់គ្នាខ្ញុំគិតថាកុងហ្វានេះពិតជានឹងនាំមកនូវសុខភាពល្អនិងស្មារតីថ្មីដល់មនុស្ស នៅខែមេសាឆ្នាំ1993សៀវភៅហ្វាឡុនកុងប្រទេសចិនរបស់លោកលីហុងជឺបានបោះពុម្ពជាផ្លូវការក្នុងសៀវភៅនេះលោកលីបានសម្ដែងអំពីប្រភពដើមនៃឈីគង់សិលគង់និងអំណាចគង់ព្យាបាលជំងឺដោយឈីគង់និងព្យាបាលជំងឺនៅមន្ទីរពេទ្យឡាក់
បញ្ហាដែលមិនគួរឲ្យជឿទាំងនេះនឹងបញ្យល់ដល់មនុស្សជាច្រើនដែលចូលចិត្តជិះកង់គាត់បញ្យល់យ៉ាងច្បាស់ថាសិលគង់មិនមែនជាការស្វែងរករបស់មនុស្សហាត់កង់ទេអំណាចគង់គឺពឹងផ្អែកលើចិត្តចរិតបួសចេញមកឡើយទាំងនេះគឺជាគន្លឹះដើម្បីណែនាំអ្នកហាត់គង់លើកម្ពស់មួយប្រយោគដ៏សាមញ្ញនេះគឺជាអ្វីដែលមនុស្សប្រាថ្នានិងស្វែងរកអស់ជាច្រើនឆ្នាំមកហើយពេលនោះខ្ញុំមានអារម្មណ៍ថាអ្វីដែលខ្ញុំស្វែងរកជាយូរមកហើយនោះជាក់ស្ដែងគឺជាគាត់អូទីបំផុតខ្ញុំបានរកឃើញអ្នកហើយនោះគឺជាអារម្មណ៍របស់ខ្ញុំនៅពេលនោះនៅខែធ្នូឆ្នាំ1993 Falun Gong ធ្វើជានិកាយត្រូវបានអញ្ជើញជាពិសេសដោយពិព័រណ៍សុខភាពបូព៌ាឆ្នាំ93ឲ្យចូលរួមសកម្មភាពម្ដងទៀតលោកលីហុងជឺត្រូវបានជាប់ឆ្នោតជាគណៈកម្មាធិការរៀបចំពិព័រណ៍លើកនេះតាមរយៈប្រជាប្រិយភាពរបស់ Falun Gong មនុស្សជាច្រើនបានមកចូលរួមដូច្នោះពិព័រណ៍ឆ្នាំ93គឺជាឱកាសរុងរឿងមួយសម្រាប់ Falun Gong មានមនុស្សតិចណាស់ដែលចូលរួមស្តង់និកាយផ្សេងៗប៉ុន្តែនៅស្តង់ Falun Gong យើងខ្ញុំមានមនុស្សពេញកកកប្រមាណជា5ទៅ700នាក់ដរាបណាមជ្ឈមណ្ឌលពិព័រណ៍បើកភ្លាមមនុស្សជាច្រើនបានរត់មកកាន់ស្តង់របស់យើងបន្ទាប់មករៀបជា3ជួរមួយជួរគឺចាប់លេខរៀងព្យាបាលជំងឺពេលព្រឹកមួយជួរទៀតគឺចាប់លេខព្យាបាលជំងឺពេលរសៀលដោយសារលេខរៀងគឺយកឲ្យហើយដូច្នេះមួយជួរទៀតគឺសូមលោកគ្រូចុះហត្ថលេខាលើសៀវភៅ Falun Gong ប្រទេសចិននោះគឺជាសៀវភៅតែមួយគត់នៅពេលនោះ有一天就是说天都就是傍晚了哈，这个大厅里头就很快要结束了，没什么人了。那么我就突然看见呢，有2-3个中年男的哈，带着一个 ថ្ងៃមួយ 老太太 ពេលមេឃជិតប្រលប់ខាងក្នុងសាលក៏ជិតបិទទ្វារនៅសល់មនុស្សមិនច្រើនស្រាប់តែមើលឃើញបរិសវ័យកណ្ដាល 2-3 នាក់សែងស្ត្រីចំណាស់ម្នាក់ចូលពីច្រកនោះប្រញាប់ប្រញាល់ឆ្ពោះមកខាងនេះស្ត្រីចំណាស់នោះគឺជាម្នាក់ខ្នងកោងមិនមែនខ្នងកោងធម្មតាគឺកោងដល់45ដឺក្រេគឺដូចគ្នានឹងខ្នងធ្នូតាមពីក្រោយកូនស្រីរបស់គាត់ចូលមកដើម្បីជួបលោកគ្រូពេលលោកគ្រូឃើញស្ថានភាពរបស់មនុស្សចាស់នោះភ្លាមលោកគ្រូក៏ទៅពីខាងក្រោយមនុស្សចាស់នោះហើយយកដើមទ្រូងរបស់លោកគ្រូអោបខ្នងគាត់លើកឡើងមកអោបឡើងមករួចសន្ធឹងបន្តិចជើងរបស់មនុស្សចាស់នោះបានផុតពីដីជាក់ស្ដែងគឺអោបយ៉ាងនេះសន្ធឹងហើយសន្ធឹងទៀតបន្ទាប់មកលោកគ្រូសម្លឹងគាត់ហើយប្រាប់ថាយាយបន្ធូយាយដើរតាមខ្ញុំនៅក្នុងសាលដ៏ធំនោះលោកគ្រូបានដើរជារង្វង់មួយស្ត្រីចំណាស់ដើរតាមលោកគ្រូបន្ទាប់មកលោកគ្រូងាកមកប្រាប់គាត់ថាបន្ធូយាយដើរតាមខ្ញុំក្រោកឈរឡើងក្រោកឈរឡើងក្រោកឈរឡើងខ្ញុំនៅក្បែរម្ខាងបានឃើញទស្សនភាពនោះខ្ញុំក៏រំភើបខ្លាំងណាស់ខ្ញុំបានមើលឃើញស្ត្រីចំណាស់នោះយឺតគឺក្រោកឈរឡើងបានលោកគ្រូនៅតែបន្តញញឹមនិយាយទៅកាន់គាត់ថាបន្ធូដើរក្រោកឈរឡើងគឺបែបនោះឯងខ្ញុំមើលឃើញទស្សនភាពនោះពិតជារំភើបណាស់ខ្ញុំក៏ក្នុងចិត្តថាប្រសិនមានស្ថានីយ៍ទូរទស្សន៍ណាមកថតទុកវីដេអូនេះមួយប្រព្រឹត្តផ្នែកនោះគឺល្អណាស់មនុស្សម្នាក់នោះភ្លាមគឺព្យាបាលជារួចហើយបន្ទាប់មកខ្ញុំមើលឃើញតំណងជាកូនប្រុសរបស់គាត់គឺជាបរិសវ័យកណ្ដាលម្នាក់ជាបន្ទាន់គឺលុតជង្គង់នៅចំពោះមុខលោកគ្រូគាត់រំភើបពេកព្រោះនាងគឺជាម្ដាយរបស់គាត់លោកគ្រូនិយាយក្រោកឡើងគឺបែបនេះឯងនិយាយដូច្នេះហាក់ដូចជាសាមញ្ញខ្លាំងណាស់មិនមានអ្វីទេជាក់ស្ដែងគឺបែបនេះក្នុងមួយថ្ងៃគាត់ព្យាបាលមនុស្សជាច្រើនមិនដឹងជាប្រមាណអ្នកនោះទេនៅសាលនេះទទួលបានលទ្ធផលដ៏ល្អមនុស្សជាច្រើនដូចជាអ្នកមានដុំសាច់ខួរក្បាលជំងឺបេះដូងរលាកថ្លើមជាដើមសុទ្ធតែតាមរយៈមួយដងនោះគឺជាសះស្បើយដូច្នោះពួកគាត់បានដឹងអំពីអច្ឆរិយៈពិសេសនៅមានអ្នកជំងឺខ្វិនមួយចំនួនពេលនោះគឺក្រោកឈរពីកៅអីរុញបោះចោលឈើច្រត់ហើយដើរទៅមុខអ្នកខ្លះលុតជង្គង់ក្រោមលោកគ្រូលីនៅនឹងកន្លែង
ហើយថ្លែងអំណរគុណចំពោះលោកគ្រូលីនៅមានអ្នកខ្លះទៀតវាកងទុងស្កោផ្ញើលិខិតថ្លែងអំណរគុណមកស្តង់របស់យើងគឺរស់រវើកណាស់ដោយសារលោកលីហុងជឿនៅអំឡុងពេលពិព័រណ៍ធ្វើការរួមចំណែកដើម្បីមហាជនមិនគិតប្រយោជន៍ឯកជននិងលទ្ធផលអភូតហេតុរបស់ហ្វាឡុនកុងគណៈកម្មាធិការរៀបចំពិព័រណ៍និងគណៈកម្មាធិការអ្នកជំនាញបានសម្រេចចិត្តរួមគ្នាថាសន្និសីទផ្ដល់រង្វាន់ខ្ពស់បំផុតនឹងតែមួយគត់គឺពានវឌ្ឍនភាពด้านវិទ្យាសាស្ត្រជូនលោកលីហុងជឿក្នុងពេលដំណើរគ្នាកូនជូនលោកលីនៅងារជាគ្រូឈីកុងដែលបានមហាជនស្វាគមន៍ហ្វាឡុនកុងប្រៀបដូចជាផ្កាយមួយភ្លឺចែងចាំងដែលលេចធ្លោចេញមកពីក្នុងបណ្ដានិកាយឈីកុង